ba chỉ việc xua bằng phone sật bà làកំពុងតែត្រៀមប្រឡងបាក់ដប់បាទថាទី12ឆាប់ៗនេះបាទតាមការប្រឆេតដែលត្រូវប្រឡងប្រហែលជាថ្ងៃទី10បាទខែសីហាឆ្នាំ2026នេះហើយបាទអញ្ចឹងបងប្អូនដូចជាជិតដល់ថ្ងៃត្រូវប្រឡងហើយនៅក្នុងការប្រឡងបាក់ដប់នេះក្រសួងបានដាក់ពាក្យស្លោកមួយគឺអ្នកចេះគឺជាប់បាទអ្នកចេះគឺជាប់ដូច្នេះហើយបងប្អូនអរគ្នាគឺពិតជាត្រូវតែប្រឹងប្រែងឲ្យអស់លទ្ធភាពសម្រាប់ការចូលរួមនៅក្នុងការប្រឡងបញ្ចប់បាទបាក់ដប់បាទគេហៅថាមធ្យមសិក្សាទុតិយភូមិរបស់បងប្អូនអរគ្នាត្រូវតែបញ្ចប់នៅក្នុងរយៈពេលឆាប់ៗនេះសម្រាប់ខ្ញុំផ្ទាល់ក្នុងនាមជាស្ថាបនិកក្រុមហ៊ុន Bookion បាទជាអាចសុខាភិបាលដំបូងគេនៅកម្ពុជាក៏ជាទីសម្រាប់បងប្អូនអរគ្នារៀនពីទីណាក៏បានសូមជូនពរដល់បងប្អូនអរគ្នានៅក្នុងការប្រឡងឲ្យបានចប់បាទឆាប់បាទនៅក្នុងពេលវេលានៅខាងមុខនេះបាទប្រកបដោយផ្លែផ្កាទាំងអស់គ្នាលើពីនោះបាទពេលដែលបងប្អូនប្រឡងចប់ហើយក្តីឬក៏មិនទាន់បានដល់ថ្ងៃប្រឡងហើយក្តីបងប្អូនទាំងអស់គ្នាអាចចូលមកក្នុង Bookion អានសៀវភៅមួយបាទដែលមានចំណងជើងថាមគ្គទេសបាទសម្រាប់សិស្សនិស្សិតឆ្ពោះទៅរកភាពរីកចម្រើនដែលនិពន្ធដោយលោកមួយហេនបាទដែលលោកបានចែករំលែកបទពិសោធន៍ដែលលោកធ្លាប់ទទួលបានឱកាសនិងភាពរីកចម្រើននៅក្នុងការរៀបចំដឹកនាំជីវិតរបស់គាត់កន្លងមកលោកបានធ្វើការនិពន្ធសៀវភៅនេះឡើងដោយបែងចែកចេញជាពីរផ្នែកគឺទី1គឺជំនាញនិងរបៀបនៅក្នុងការដឹកនាំជីវិតបាទបងប្អូនអរគ្នានៅក្នុងការដំណើរមុនបញ្ចប់និងក្រោយបញ្ចប់ការសិក្សាបាក់ឌុបបាទថ្នាក់ទី12បងប្អូនអរគ្នានេះបាទហើយនឹងបន្ទាប់ពីនឹងទៅបងប្អូនអរគ្នាក៏អាចស្វែងយល់ថាតើអ្វីទៅនឹងជំនាញណាខ្លះតាមរបៀបណាខ្លះដើម្បីស្វែងរកជំនាញចិញ្ចឹមជីវិតផងដែរបាទនៅក្នុងសៀវភៅនេះបានបញ្ជាក់យ៉ាងច្បាស់ថាពីរវិធីដែលបងប្អូនអរគ្នាបាទជាពិសេសបងប្អូនកូនក្មួយដែលកំពុងតែត្រៀមប្រឡងឆាប់នេះនឹងអាចទទួលបានផ្លែផ្កានិងផលល្អសម្រាប់អនាគតរបស់ខ្លួនឯងទាំងជំនាញដឹកនាំជីវិតក៏ដូចជាជំនាញស្វែងរកអាជីពសម្រាប់ចិញ្ចឹមជីវិតផងដែរបាទចឹងបើសិនជាបងប្អូនកូនក្មួយទាំងអស់គ្នាកំពុងតែស្វែងរកវិធីសាស្ត្រដែលមុនប្រឡងឬក៏ក្រោយប្រឡងសម្រាប់ដឹកនាំជីវិតក៏ដូចជាចិញ្ចឹមជីវិតផងដែរនោះបាទកុំភ្លេចបាទធ្វើការ download app Bookion ឥឡូវនេះបាទទៅទទួលយកសៀវភៅបាទនៅក្នុង app Bookion ហ្នឹងពាក់ព័ន្ធនឹងសៀវភៅនេះផ្ទាល់បាទកុំភ្លេចណាបាទទាំងអស់មាន28ផ្នែកដែលបងប្អូនអរគ្នាអាចនឹងធ្វើការរីករាយនៅក្នុងការសម្ដាប់ក៏ដូចជាការអានផ្ទាល់សម្រាប់សៀវភៅដែលសរសេរដោយលោកមួយហេនបាទអូខេអរគុណបងប្អូនអរគ្នាជួបគ្នាជាថ្មីម្ដងទៀតនឹងបន្តជាមួយនឹងវីដេអូខ្ញុំបាទដើម្បីអានជាមួយគ្នាជាមួយ Bookion ស្ដាប់ជាមួយគ្នាដើម្បីភាពរីកចម្រើនទៅលើការដឹកនាំជីវិតនិងចិញ្ចឹមជីវិតរបស់យើងដល់គ្នាបាយបាយ